បាញ់ត្រាំងត្រែកាយមកទៀតហើយបងប្អូនថ្ងៃមុននាងខ្ញុំបំពងថ្ងៃនេះនាងខ្ញុំយកមកបុកជាមួយនឹងទឹកកាពិកូនខ្មែរម្ដងណាតោះទស្សនាជាមួយនាងខ្ញុំធានាថាលេខ1ទៀតហើយតាមពិតទៅអត់ដែលដឹងសោះបងប្អូនអើយយកវាមកអាប់ដេតជាទូទៅនាងខ្ញុំតែងតែបុកជាមួយនឹងនំបញ្ចុកបុកជាមួយនឹងមីពោតលាក់នឹងលាក់បងប្អូនក៏ប៉ុន្តែបុកជាមួយនឹងបាញ់ត្រាំងនឹងថាអូយកប់បងប្អូនគេហៅថាសបកណែមែចានាងខ្ញុំទិញវាមួយកញ្ចប់បងប្អូនហើយនាងខ្ញុំមូលវាប្រហែលជា10ជាងចានាងខ្ញុំដាក់ពីចឹងមកដើម្បីឲ្យវាធំហ្នឹងដើម្បីឲ្យវាពេញមាត់ហូបទៅប្លែកចាហើយបញ្ជាក់ទឹកឆ្អិនណាបងប្អូនទឹកឆ្អិនដោយសារតែនាងខ្ញុំអត់យកវាទៅស្រស់ទៀតទេអញ្ចឹងហើយនាងខ្ញុំដាក់ជាមួយនឹងទឹកឆ្អិននាងខ្ញុំមូលវាប៉ុណ្ណឹងបងប្អូនរួចហើយនាងខ្ញុំរៀបចំជាមួយនឹងម្ទេសសណ្តែកគួរនាងខ្ញុំអត់ទិញបន្លែខាងក្រៅទេបងប្អូននាងខ្ញុំផ្សំក្នុងភូមិចាម្ទេសហ្នឹងនាងខ្ញុំដាក់6គ្រាប់បើសិនជាបងប្អូនអត់ចូលចិត្តហឹរបងប្អូនដាក់មួយគ្រាប់2គ្រាប់បានហើយចាបន្ទាប់មកយើងបុកជាមួយនឹងសណ្តែកដីយើងដាក់ជាមួយនឹងស្ករត្នោតចាហើយដាក់ជាមួយនឹងទឹកកាពិកូនខ្មែរស្នាដៃសុថាវិនតែម្ដងខាប់អន្ថលបងប្អូននិយាយចំទឹកកាពិនាងខ្ញុំមានស្នាដៃយូរមកហើយបើសិនជាបងប្អូនមានក្នុងដៃក្នុងទូស្រាប់បងប្អូនសាក់លបងចំពោះក្រូចឆ្មាត្រង់កន្លែងហ្នឹងបើសិនជាបងប្អូនប្រើក្រូចឆ្មាបងប្អូនដាក់មួយវែកកន្លះទៅហើយថែមពីចំណិតប៉ុណ្ណឹងទៀតណាហើយដាក់សបកវាដើម្បីឲ្យឈ្ងុយក៏ប៉ុន្តែបើសិនជាបងប្អូនប្រើនឹងលេបបងប្អូនដាក់មួយវែកបានហើយដោយសារតែឡែមវាជូរជាងក្រូចឆ្មាណាឥឡូវនេះនិយាយចូលមកដល់បងប្អូនថានាងខ្ញុំហ្នឹងតាក់តងអត់បានបងប្អូនដោយសារតែเพจនេះនៅស្រុកក្រៅបងប្អូនកូនស្រីរបស់នាងខ្ញុំអត់មានពេកចំពោះការឆ្លើយเพจទេអាសុកសេ2អាសុកសេ3ហ្នឹងបងប្អូនគឺអត់មានអ្នកឆ្លើយទេអញ្ចឹងបើសិនជាបងប្អូនចង់រកនាងខ្ញុំបងប្អូនទៅរកនៅក្នុងเพจ Win Win បុកល្ហុងក៏ដូចជាស្ថាវិន Eating និង Win Win សុកសេ1បងប្អូនចាលេខ2លេខ3គឺនៅស្រុកក្រៅទេណាបងប្អូនមុខម្ហូបមួយនេះបងប្អូនអើយថាឆ្ងាញ់ប្លែកហ្មងណាចាហើយនាងខ្ញុំបុកហ្នឹងលក្ខណៈសឡេតបន្តិចហើយបើសិនជាបងប្អូនរសជាតិមុតបងប្អូនបន្ថែមទឹកកាពិបន្ថែមក្រូចឆ្មាបន្តិចតួចទៀតទៅវាមុតហើយចំពោះនាងខ្ញុំប៉ុណ្ណឹងសឡេតល្មមតែម្ដងដោយសារតែមន្ទីរពេទ្យអត់ឲ្យនាងខ្ញុំហូបដុតទេអញ្ចឹងយូរម្ដងនាងខ្ញុំបុកប៉ុណ្ណឹងហូបឆ្ងាញ់ណាស់បងប្អូនអើយប្លែកសាក់លបងបានណាធានាបងប្អូននាងខ្ញុំថាធានាហើយជាមួយទឹកកាពិកូនខ្មែររបស់នាងខ្ញុំតែម្ដងបងប្អូនសាក់បងប្អូនទិញបុកនាងខ្ញុំនិយាយចំប្លែកយើងធ្លាប់តែហូបនំបញ្ចុកហូបមីដល់ពេលយើងបុកវាដុំពេញមាត់អញ្ចឹងអូយកប់ហេខ្លាចណាស់មុខហ្នឹងកូនខ្ញុំឃើញហើយយំចាបងប្អូននាងខ្ញុំអត់ដឹងថាធ្វើយ៉ាងម៉េចទេកុំឲ្យគាត់កាន់ទូរស័ព្ទដៃទៅគឺវាត្រូវតែម្ដងនិយាយមែនណាដោយសារតែនាងខ្ញុំត្រូវការផុសបងប្អូនចាហើយផុសឥឡូវផុសរំច្រើនទៀតចាលេខ2និងលេខ3នាងខ្ញុំផុសជាប្រចាំបុកល្ហុងក៏ផុសជាប្រចាំទៀតបងប្អូនហើយ Eating ក៏ដូចជាសុកសេមួយនាងខ្ញុំផុស2ថ្ងៃម្ដងអញ្ចឹងហើយនិយាយចំដូចថាเพจនេះអត់ផ្ទុះអញ្ចឹងទៅផ្ទុះเพจផ្សេងអញ្ចឹងដល់តាកុំឲ្យកូនកាន់ទូរស័ព្ទដៃណាតាមពិតទៅអូនគួរតែព្យាយាមប្រាប់កូនណាកុំឲ្យខ្លាចហ្មងហើយអូនប្រាប់ទៅថាគាត់គឺជាមនុស្សមិនអញ្ចឹងទៅអ្វីដែលខ្លាចគឺខ្លាចមនុស្សដែរចាអូនប្រាប់តាមហ្នឹងទៅអូននិយាយមែនណាចាសូម្បីតែខ្ញុំរាល់ថ្ងៃនាងខ្ញុំខ្លាចមនុស្សដូចគ្នាក៏ប៉ុន្តែកុំខ្លាចចំពោះនាងខ្ញុំមនុស្សត្រង់អស់ធំហ្នឹងហើយឥឡូវនេះនាងខ្ញុំបរៀនបងប្អូនឲ្យចេះឆាសាច់បងប្អូនឆាបងប្អូនឆាដូចខ្ញុំត្រូវចាដូចជាសាច់មាន់សាច់ជ្រូកអញ្ចឹងបងប្អូនយកបែបហ្នឹងចាយកបែបហ្នឹងគឺវាស្ងួតល្អចាហើយបងប្អូនដាក់ជាមួយនឹងដូងនេះរៀងជ្រុលបន្តិចនាងខ្ញុំប្រាប់កូនចៅថាអូឲ្យយកសាច់ដូងហើយនាងខ្ញុំថាឲ្យយកលក្ខណៈអាលាក់ទឹកអាខុសញ៉ាំជាមួយនឹងនំអាកោគាត់រៀងជ្រុលក៏ប៉ុន្តែអត់ថ្មីទេបងប្អូនលេងវាឲ្យឈ្ងុយដាក់ល្ងហើយដាក់បាគាដាក់ដូងហើយដាក់សាច់នឹងមកបងប្អូនបិទហ្គាសហើយបងប្អូនផ្សំគ្រឿងដែលនាងខ្ញុំដាក់ហ្នឹងបងប្អូនដាក់តាមទៅគឺត្រូវហើយចាហើយបន្ទាប់មកដាក់គ្រឿងអស់ហើយបងប្អូនចាប់ផ្ដើមបើកហ្គាសហើយបងប្អូនរំលេងវាឲ្យវាចូលសពឲ្យវាស្ងួតបងប្អូនអើយលេខ1ណារូបមន្តមួយនេះតោះឥឡូវនេះកូរម្សៅវិញម្ដង
ឥឡូវនេះតោះមើលនាងខ្ញុំកូនម្សៅវិញម្ដងណាថាដូចបងប្អូនដែរទេចំពោះអង្គនាងខ្ញុំដាក់ត្រាំពីយប់ហ៎បងប្អូនហើយ Snow នាងខ្ញុំដាក់ជាមួយនឹងក្តោបបងប្អូនណាដាក់ជាមួយនឹងក្តោបឆ្ងាញ់ជាងចាជាមួយនឹងសណ្តែកបដោះបងប្អូនសាក់របស់បានតែក្តោបធម្មជាតិណាវាផ្អូវាឈ្ងុយវាផ្អែមចាហើយម្សៅហ្នឹងនាងខ្ញុំត្រាំកពីយប់នាងខ្ញុំកិនជាមួយនឹងរមៀតពេលព្រឹកនាងខ្ញុំលាយជាមួយនឹងប៊ីចេងទឹកត្រីខ្ទិះបងប្អូនខ្ទិះដើមហើយពងទាស្រែបងប្អូននាងខ្ញុំដាក់ប៉ុណ្ណឹងគឺឈ្ងុយឆ្ងាញ់ណាស់ចាហើយហាមដាក់ស្ករអត់កើតទេខ្លោចហើយការចាក់បងប្អូនចាក់មួយវែកបានហើយបើសិនជាបងប្អូនចូលចិត្តឈ្ងុយស្រួយចំពោះនាងខ្ញុំចូលចិត្តSnow ច្រើនហើយសាច់វាក្រាស់ចូលចិត្តបែបបុរាណណាបងប្អូនឆ្ងាញ់ណាស់បងប្អូនអើយនិយាយចំដំណាំក្នុងភូមិរបស់នាងខ្ញុំទាំងអស់លើក្រោយនាងខ្ញុំនឹងរៀនបង្រៀនបងប្អូនធ្វើទឹកត្រីស្ករត្នោតណាថ្ងៃនេះនាទីប៉ុណ្ណឹងបានហើយបងប្អូនចាអញ្ចឹងថ្ងៃក្រោយជួបគ្នាទៀតណាជាមួយនឹងទឹកត្រីបញ្ឆៅហេង